ជុំរៀបសួរបងប្អូនបានអ្នកបណ្ដោផ្សិតបាននំបងប្អូនកូនចៅទាំងអស់មកមើលផ្សិតដែលបានពំពាក់រូបប្រមាណថ្ងៃមុននេះបងប្អូនអើយនេះស្រោចប្រមាណថ្ងៃហើយបងប្អូនស្រោចចេញជ្រុំវាចង់ឲ្យវាឆាប់ដោះឆាប់អុយឲ្យលឿនបន្តែប្រហែលជា2អាទិត្យហើយបងប្អូនដែលបានស្រោចមកនេះតែមិនទាន់បានដោះចេញជាទិន្នផលជាផលមកអោយនោះទេបងប្អូនអើយនេះដែលមើលចង់មើលឡើងអាកញ្ចប់ខ្លះក៏មានរៀងខូចខ្លះដែរបងប្អូននេះនៅតាមមិត្តកញ្ចប់វាគឺមានសម្បកពីងពីងមានន័យថាវាចេញអាសំណាញ់សសចេញមកដើម្បីឲ្យចេញជាផ្សិតអានឹងឯងអាសសនឹងឯងដូចសម្បកពីងពីងនេះឯងបងប្អូនវាធ្វើឲ្យផ្សិតដុះបងប្អូនឥឡូវនេះរូងនេះគឺពេញមករូងបឹបតែម្ដងរូងនេះរូងធ្វើថ្មីហើយគឺរៀងខ្ពស់ជាងមុនបងប្អូនបាទរូងមុនដែលធ្វើបានដាក់បណ្ដោះស្រោចមុននោះគឺទៀបស្មើកកបងប្អូនអើយដើរស្រោចម្ដងដើរបេះផ្សិតម្ដងបោកតាក្បាលពពឹសប្រកាច់ប្រកិនតែម្នាក់ឯងទៅតែរូបនេះគឺវាខ្ពស់ណាខ្ពស់ស្រឡះបាទដើរទៅក៏ឃើញអាចេបាទអាចេវាទុំនៅលើកញ្ចប់ផ្សិតអបលស្អិតតាត់តែម្ដងមិនចង់លេងទៅណាទេវានៅតែក្នុងរូបផ្សិតនេះអាចេមានច្រើនវានៅក្នុងរូបផ្សិតនេះដោយសាររូបផ្សិតវាត្រជាក់បាទវាស្រោចទឹករាល់ថ្ងៃទៅវាត្រជាក់អាចជីវាចូលចិត្តមនោណាស់នៅនឹងនេះហើយកន្លែងនេះគឺជាកន្លែងដែលកញ្ចប់ផ្សិតដែលយើងបំពាក់ថ្មីហើយអាថ្មីនេះបងប្អូនស្រោចទៅនឹងមិនងាយដោះទេយូរ2អាទិត្យ3អាទិត្យជួនកាលអាលើកណានោះគឺ14អាទិត្យនោះបានវាដោះបងប្អូនបាទពីព្រោះតែយើងបំពាក់វានោះគឺយើងមិនទាន់បានមីផ្សិតនោះវាមិនទាន់បានដើរដល់កគូតទេវាដើរបានបន្តិចបានពាក់កដាលទេយើងយកមកបំពាក់តែម្ដងស្រោចទឹកឲ្យវាជាឲ្យវាស្ទុះដើរបន្ថែមទៀតបាទដើរសន្លឹងរោមើព្រោះស្រោចប្រហែលថ្ងៃហើយដែលមានដោះមានអីខ្លះអត់បងប្អូនបាទសន្លឹងចុះសន្លឹងលើវាមិនឃើញមានដោះមុនមួយសោះបាទអីរឿងក្បាលមែនបាទជិះមើលទៅវាដោះចេញផលមកដោះសន្រកដល់វាមិនដោះគឺស្ងាត់ជ្រាបចេញបងប្អូនបាទប្រហែលជាយូរក្រិនដែរបាទអ្នកបណ្ដោះផ្សិតដូចខ្ញុំនេះគឺនៅតែក្នុងរូងផ្សិតបាទហើយចូលចិត្តចូលក្នុងរូងផ្សិតណាបងប្អូនចូលមកក្នុងរូងផ្សិតចេះគឺត្រជាក់ស្រួលនេះដើរមើលឃើញមកកញ្ចប់បងប្អូនដោះមកបាទផ្សិតសស្គុះដោះញញសញ្ញាញមកបងប្អូនដោះមួយកញ្ចប់ប៉ុណ្ណឹងឯងបាទចាំមើលដល់វាយូរទៅមីដើរដល់គូទៅបានវាដើរសរុបទាំងអស់បាទមករូងនេះបងប្អូនបើវាដោះបើវាអុយផលធ្វើផ្សិតសប្ថ្ងៃបងប្អូនមិនដូចធ្វើមុនដំបូងទេបងប្អូនមុនដំបូងនេះធ្វើតែបន្តិចបន្តួចនិយាយវាដោះឲ្យយើងឲ្យផលយើងរាល់ថ្ងៃតែសប្ថ្ងៃដឹងយ៉ាងម៉េចទេបងប្អូនដូចបាក់ដៃយ៉ាងម៉េចទេបងប្អូនគេហៅថាបាក់ដៃបណ្ដោះទៅគឺមិនងាយដូចមុនទេមិនបានផលដូចមុនទេបងប្អូន